ទី1អ្វីដែលជា challenge ក្នុងការទិញសិនចាត់ថ្មីវាអាចថាតម្លៃថ្លៃជាងមកទឹកតែជាការណែនាំគឺយើងគិតថាបើយើងប្រើអវ៉ាន់ថ្មីយើងមានទំនុកចិត្តជាងដូចជាការទិញម៉ាស៊ីនត្រជាក់ពីខាងក្រុមហ៊ុនជីគាយើងគឺយើងមានការផ្ដល់ជូននឹងការធានា1ឆ្នាំពេញទាំងគ្រឿងបន្លាស់ទាំងសេវាកម្មព្រោះយើងមានមជ្ឈមណ្ឌលសេវាកម្មជីគាដែលអាចផ្ដល់សេវាកម្មជូនបងប្អូនបានហើយយើងមានស្ទើរតែគ្រប់មកពី4ខេត្តក្រុងហើយឥឡូវប៉ុន្តែបើយើងងាកទៅទិញអវ៉ាន់មកទឹកវិញខ្ញុំជឿថាអត់មានការធានាច្បាស់លាស់ហើយយើងក៏ដឹងថាប្រវត្តិម៉ាស៊ីននឹងពីមុនមកយ៉ាងម៉េចដែរហើយអាចថាតកតងការប្រើប្រាស់ភ្លើងអគ្គិសនីហើយនិយាយអត់ដូចម៉ាស៊ីនថ្មីព្រោះម៉ាស៊ីនថ្មីរបស់ LG យើងប្រើប្រព័ន្ធ inverter ដែលអាចជួយសំចៃភ្លើងបានច្រើនតែបើមកទឹកជួនកាលអាថ្លៃភ្លើងដែលយើងប្រើអាម៉ាស៊ីនមកទឹកហ្នឹងអាចនឹងប្រើយូរទៅវាទៅជាចំណាយច្រើនជាងការទិញម៉ាស៊ីនថ្មីទៅទៀតអញ្ចឹងណាបងតែនេះគាត់តែជាមតិយោបល់ពីខាងខ្ញុំទៅទេបើថាអាស្រ័យលើអ្នកប្រើប្រាស់ដូចនេះដែរតែគាត់ចង់បានមិនអីមិនតែពីខាងខ្ញុំទៅគឺណែនាំឲ្យប្រើម៉ាស៊ីនថ្មី